ចាសូមជំរាបសួរលោកជំទាវហើយខ្ញុំកិត្តិយសទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំនឹងមកបែងចែករំលែកពីបទពិសោធន៍របស់ខ្ញុំក្នុងនាមជាស្ត្រីថាតើពុះពីអីខ្លះហើយខ្ញុំទទួលបានសមិទ្ធផលអីខ្លះហើយខ្ញុំបាន empower ទៅលើស្ត្រីផ្សេងអ្វីខ្លះពាក្យហ្នឹងគឺផ្ដើមពីស្ត្រីហើយខ្ញុំរាល់ថ្ងៃនេះគឺជាគ្រូបណ្ដុះបណ្ដាលខាងសហគ្រិនភាពទៅលើអាជីវកម្មខ្នាតតូចហើយក៏ជា Managing Director នៅក្នុង Women in Tech ដែលយើងគាំទ្រទៅលើស្ត្រីដែលគាត់មានគំនិតថ្មីតាក់ទងជាមួយនឹងអាជីវកម្មហើយតាក់ទងជាមួយនឹង Digital ផងដែរគឺផ្ដើមពីខ្លួនឯងគឺផ្ដើមពីខ្ញុំហើយក៏មានអ្នកគាំទ្រនៅជុំវិញដែរចឹងខ្ញុំកិត្តិយសអាចសម័យមើលពេលដែលយើងសម្រេចនៅកិច្ចការណាមួយដែលវាអស្ចារ្យហើយយើងធ្វើបានសម្រេចណាដូចជាការសរសេរសភៅការរៀនចេះជិះកង់ក៏ជារឿងមួយដែលថាយើងគិតថាពិបាកដែរអ្នកខ្លះក៏គិតថាស្រួលហើយដូចជាការដឹកនាំក្រុមក្នុងការជួយទៅក្នុងសហគមន៍មួយដើម្បីដោះស្រាយបញ្ហានៅក្នុងសហគមន៍ហើយយើងធ្វើបានជោគជ័យតែក្នុងនាមយើងដែលយើងធ្វើបាននេះតែយើងមានអារម្មណ៍មិនដែរផ្ដើមទាំងអស់គឺផ្ដើមពីក្តីសម័យអញ្ចឹងនៅពេលដែលយើងមានក្តីសម័យហ្នឹងនឹងចាប់ដើមមានរូបរាងហើយនៅពេលដែលយើងនៅតែរក្សាក្តីសម័យហ្នឹងយើងតែបន្តក្តីសម័យហ្នឹងទៀតក្តីសម័យហ្នឹងនៅតែកកើតជារូបរាងខ្លាំងឡើងមែនទែនហើយរឿងដែលអស្ចារ្យសម្រាប់ខ្ញុំបទពិសោធន៍ខ្ញុំដែលវានឹងកើតឡើងនៅពេលអ្នកជុំវិញគ្រប់គ្រងយើងខ្ញុំគិតថាកាលពីមុនក៏ខ្ញុំជាក្មេងស្រីម្នាក់ជាសិស្សម្នាក់ហើយតែងតែសម័យចង់ទៅរៀននៅស្រុកគេប៉ុន្តែនៅក្នុងសម័យហ្នឹងអាចថាឆ្នាំ2010ហ្នឹងយើងអត់មានបច្ចេកវិទ្យាអត់មាន Facebook អត់មានអីដើម្បីទទួលបានព័ត៌មានទាំងអស់ហ្នឹងទេយើងហ្នឹងទៅមើលព័ត៌មានកន្លែងទទួលព័ត៌មានសិស្សដែលគាត់បិទនៅតាមជាងហ្នឹងទៅខ្ញុំគិតថាខ្ញុំគិតថានៅទីនេះគាត់មានបទពិសោធន៍ដូចខ្ញុំដែរអញ្ចឹងពេលទៅពេលខ្លះគេហែកចោលបាត់ព័ត៌មានហ្នឹងជ្រុះបាត់អញ្ចឹងទៅឱកាសនៃការទទួលបាននៅព័ត៌មានថាយើងបានទៅរៀននៅស្រុកគេឬក៏ exchange program ហ្នឹងគឺអត់មានតែម្ដងសម្រាប់ខ្ញុំណាប៉ុន្តែក្តីសម័យមួយហ្នឹងវានៅតែដក់ចិត្តនៅក្នុងខ្លួនខ្ញុំរហូតតែណាក្តីខ្ញុំតែងតែប្រាប់គេថាខ្ញុំចង់ទៅរៀនស្រុកគេតែអីចឹងក្តីសម័យហ្នឹងខ្ញុំតែងតែប្រាប់គេរហូតហើយឱកាសនៃការទទួលបានក៏អត់មានទេដោយសារសម័យហ្នឹងវាអត់មាន Facebook អត់មានអីដូចឥឡូវទេហើយខ្ញុំជឿជាក់ថាបងប្អូនឥឡូវគឺព័ត៌មានពោពេញនៅក្នុងដៃតែម្ដងក្តីសម័យមួយនេះអត់បាត់បង់ទេរហូតទៅដល់គេមាន Facebook ហើយបានខ្ញុំឃើញចាប់ដើមមានព័ត៌មានថា exchange program ទៅនេះទៅនោះអីចឹងណាខ្ញុំឃើញ exchange program មួយហ្នឹងគឺ Wisely ប្រហែលជាបងប្អូនអរគ្នាអាចស្គាល់ដែរទស្សនកិច្ចសិក្សាទៅសហរដ្ឋអាមេរិកហើយគាត់តែខ្ញុំឃើញភ្លាមថាអូឱកាសខ្ញុំមកដល់ហើយប៉ុន្តែពេលហ្នឹងគឺខ្ញុំអត់មានអីទាំងអស់ក្នុងខ្លួនទៅប្រាប់មិត្តភក្តិថាអូដូចមិនស្រួលទេគាត់និយាយចឹងណាថាដូចជាមិនស្រួលទេរឿងទៅអាមេរិកទៅអីហ្នឹងទាំងភាសាអង់គ្លេសទាំង application form ទាំង visa វាអីហ្នឹងគួរអ្វីដែលគាត់ប្រាប់មកគឺពិបាកទាំងអស់តែដោយសារតែក្តីសម័យហ្នឹងវានៅតែស្រឡាញ់វាជាសំណាងល្អខ្ញុំមួយដែរដែលខ្ញុំមាន mentor ដ៏ល្អសាកដាក់សិនទៅគាត់ប្រើពាក្យសាករហូតមកដល់ឥឡូវហ្នឹងខ្ញុំតែងតែប្រាប់ខ្លួនឯងថាសាកសិនទៅសាកបានក៏អត់អីបើសាកមិនបានក៏វាអត់អីដែរបើបានយើងអំណរខ្លួនឯងអញ្ចឹងមានន័យថាខ្ញុំភាសាអង់គ្លេសខ្ញុំក៏វាមិនជាល្អឯណាដែរគាត់អត់ជួយខ្ញុំទាំងអស់ហើយគាត់ថាសរសេរខ្លួនឯងសរសេរនៅអ្វីដែលយើងចង់សរសេរហើយគាត់កែ grammar ខ្ញុំអីតិចតួចអញ្ចឹងណាហើយខ្ញុំព្យាយាមទាំងយប់ទាំងថ្ងៃហ្នឹងខ្ញុំព្យាយាមសរសេរខ្លាំងមែនតើអ្នកអរគ្នានឹងលទ្ធផលចុងក្រោយគឺខ្ញុំជាប់តង់ទី1ខ្ញុំសប្បាយចិត្តមែនតើប៉ុន្តែគេនៅពីតង់ទៀតហើយពីតង់ទៀតហ្នឹងគឺត្រូវតែសម្ភារផ្ទាល់មាត់តែម្ដងអញ្ចឹងខ្ញុំជាមួយ mentor ខ្ញុំហ្នឹងរៀបចំ20សំណួរក្នុងការខ្ញុំឆ្លើយរាល់ពេលព្រឹកម៉ោង5ខ្ញុំមុខកញ្ចក់ខ្ញុំឆ្លើយរហូតខ្ញុំឆ្លើយ20សំណួរខ្ញុំមិនដឹងថាសំណួរគេសួរអីគេខ្លាចប៉ុន្តែគេទុកពេលឲ្យយើងតែ10នាទីក្នុងការឆ្លើយទេ20សំណួរហ្នឹងមុខកញ្ចក់រហូតសួរអញខ្ញុំតែម្នាក់ឯងហ្នឹងស្រាប់ដល់ថ្ងៃសម្ភារចៃដន្យកូវីដគេអត់ជិះយន្តហោះមកសម្ភារខ្ញុំទេគេសម្ភារតាមអនឡាញទៀតចឹងនៅក្នុងហ្នឹងមានមនុស្ស5នាក់មានទាំងទូតអាមេរិកមានទាំងគណៈកម្មការហ្នឹងណាគាត់ថាអ្នកឯងមានពេល10នាទីឆ្លើយនៅសំណួរដែលខ្ញុំសួរចឹងខ្ញុំចាប់តាមដងហោមធំគាត់សួរខ្ញុំឆ្លើយគាត់សួរខ្ញុំឆ្លើយចុះផលចុងក្រោយរយៈពេល1ខែខ្ញុំទទួលបានអ៊ីមែលខ្ញុំទទួលបានទៅសហរដ្ឋអាមេរិកចឹងជារឿងមួយដែលខ្ញុំសប្បាយចិត្តខ្លាំងមែនតើហ្មងចាអ្វីដែលខ្ញុំតែងតែគិតថាក្តីសម័យមិនមែនតែប៉ុណ្្នឹងនៅពេលដែលយើងបានទេសម័យហ្នឹងហើយមានអ្នកគ្រប់គ្រងជុំវិញយើងទៀតក្តីសម័យហ្នឹងវាលើសពីហ្នឹងទៅទៀតខ្ញុំបានទៅដល់អូស្ត្រាលីចាហើយខ្ញុំបាន exchange program នៅតំបន់អាស៊ានតែម្ដងដោយសារយើងជាសមាជិករបស់អាស៊ានដែរចាអញ្ចឹងខ្ញុំបានចូលរួមច្រើនមែនតើនៅក្នុងហ្នឹងហើយវាគឺជាបទពិសោធន៍ខ្ញុំមួយគឺផ្ដើមពីខ្លួនឯងហើយក្តីសម័យនេះនៅតែរក្សាហើយក្នុងនាមជាស្ត្រីដែលខ្ញុំបានឈរទៅដល់ទឹកដីដែលជាក្តីសម័យរបស់ខ្ញុំហើយក្នុងនាមជាប្រទេសកម្ពុជាហើយកាន់ទង់ជាតិកម្ពុជានៅកន្លែងហ្នឹងទៀតខ្ញុំពិតជាមានមោទនភាពក្នុងនាមខ្ញុំជាស្ត្រីខ្មែរម្នាក់ទៅដល់អ្នកខ្លះក៏អត់ស្គាល់ទង់ជាតិយើងហ្នឹងប៉ុន្តែខ្ញុំបង្ហាញថា I am come from Cambodia this is Cambodia ហើយអ្វីដែលខ្ញុំជួយទៅបន្ថែមទៀតគឺ empower her world មានថាខ្ញុំបានធ្វើការងារជាមួយស្ត្រី Women in the Tech នេះខ្ញុំបានជួយជា mentoring ទៅពួកគាត់
ហើយរហូតដល់ខ្ញុំទទួលបានពានរង្វាន់មួយទៀត Women in the Future អាស៊ាននៅក្នុងអាស៊ានតែម្ដង Women in the Future ជា award មួយដែលក្នុងនាមជាស្ត្រីខ្មែរម្នាក់គឺខ្ញុំសប្បាយចិត្តមែនទែនដែលខ្ញុំអាចឈរនៅលើឆាកអន្តរជាតិហើយខ្ញុំតំណាងឲ្យកម្ពុជាសិង្ហបុរីចាអញ្ចឹងអ្វីទាំងអស់នេះគឺផ្ដើមពីក្តីសម័យហើយផ្ដើមពីការគ្រប់គ្រងក្តីសម័យតែម្នាក់ឯងអត់អាចទៅមុខបានទេអញ្ចឹងការគ្រប់គ្រងគឺសំខាន់មែនទែនហើយខ្ញុំពិតជាមានសំណាងល្អដែលខ្ញុំមានក្រុមគ្រួសារហើយមានមនុស្សជុំវិញតែងតែគ្រប់គ្រងខ្ញុំខ្លាំងមែនទែនអញ្ចឹងការគ្រប់គ្រងគឺជារឿងមួយដ៏សំខាន់ប៉ុន្តែផ្ដើមពីក្តីសម័យស្ត្រីមួយចំនួនដែលជាមិត្តភក្តិរបស់ខ្ញុំដែរគឺគាត់មានឧបសគ្គខ្លាំងមែនទែននៅក្នុងការសម្រេចទឹកក្តីសម័យរបស់គាត់ព្រោះដោយសារដំណើរផ្លូវនៃការទៅរកក្តីសម័យរបស់គាត់នឹងគឺគាត់មានឧបសគ្គច្រើនណាស់ខ្ញុំមានមិត្តភក្តិម្នាក់ដែរគាត់ឈ្មោះសេមុំដែរហើយគាត់ទៅរៀនខាងវិស្វករនៅក្នុងថ្នាក់សិស្សប្រុសទាំងអស់ស្រីតែ2នាក់គត់ហើយគាត់តែងតែអង្គុយមុខគេរហូតហើយសិស្សប្រុសនឹងតែងតែអីគាត់ប៊ូលីគាត់សោយគាត់ទាំងគ្រូទាំងអីហ្នឹងក៏សោយគាត់ដែរហើយនៅពេលដែលសម្លេងគាត់លើកដៃលើកអីណាអត់ស្ទើរមានអ្នកស្ដាប់ទេដោយសារសម្លេងគាត់តិចមែនតើសម្លេងគាត់មានតែ2នាក់ឯងហើយប្រុសគេហូគេអីចឹងទៅអញ្ចឹងនៅពេលដែលគាត់មកប្រាប់ខ្ញុំគាត់មានអារម្មណ៍ថាគាត់ចង់បាក់ទឹកចិត្តរឿងហ្នឹងស្រឡាញ់មែនប៉ុន្តែបរិយាកាសជុំវិញអត់ផ្ដល់អំណោយផលសោះអញ្ចឹងគាត់បានពុះពៀទាំងអស់ហ្នឹងឥឡូវហ្នឹងគាត់ខ្លាចទៅជាវិស្វករហើយគាត់បើកក្រុមហ៊ុនគាត់នៅបឹងកេងកងអញ្ចឹងណាត្រូវធ្វើម៉េចដើម្បីជួយបង្កើតនៅ creating the space សម្រាប់ឲ្យក្មេងស្រីហើយនិងស្ត្រីហ្នឹងដែលគាត់អាចធ្វើបានផ្ដើមពី active listening ជឿជាក់ថាបងប្អូនទាំងអស់គ្នាដែលមានបងប្អូនមានមិត្តភ័ក្តិហ្នឹងគ្រាន់តែស្ដាប់គាត់ទៅមិនចាំបាច់បង្អាក់គាត់ណាចាគ្រប់គ្រងគាត់ថាអាចទៅហើយយើងអាចងាយគាត់ឲ្យរក mentor ដ៏ល្អហើយបង្កើតនៅ community មិត្តជួយមិត្តជាពិសេសទៅលើក្មេងៗដែលគាត់ទៅរៀន high school ដូចខ្ញុំពីមុនដែរយើងត្រូវការក្រុមមួយដែលមិត្តជួយមិត្តណាគឺយើងត្រូវការក្រុមនឹងមែនតើដើម្បីជួយគ្នាទៅវិញទៅមកហើយមកដល់ឥឡូវនេះក៏ខ្ញុំមានមោទនភាពដែរដែលពេលដែលខ្ញុំផ្ដល់ដោយសារខ្ញុំជាប់នៅខាង YCL program ទៅខាងសហរដ្ឋអាមេរិកហ្នឹងហើយខ្ញុំបានផ្ដល់ជាមតិដូចថាជាគំនិតក្នុងការ interview ដែររហូតមកដល់ឥឡូវអ្នកដែលខ្ញុំផ្ដល់យោបល់ឲ្យ5នាក់គាត់ជាប់4នាក់ហើយ2នាក់គឺជាស្ត្រីអញ្ចឹងខ្ញុំសប្បាយចិត្តខ្លាំងមែនទែនដែលថាខ្ញុំបាន empower her world ដែលទៅលើប្រធានបទនៅក្នុងថ្ងៃនេះយើងមិនអាចជោគជ័យតែម្នាក់ឯងទេនៅពេលដែលយើងជោគជ័យយើងបន្តចែករំលែកនៅភាពជោគជ័យហ្នឹងទៅកាន់អ្នកដទៃទៀតហើយគាត់នឹងចែករំលែកតទៅទៀតហើយខ្ញុំក៏ឆ្លៀតពេលអរគុណទៅដល់ mentor ខ្ញុំដែលគាត់ឈ្មោះ Yasmin ដើមពីគាត់ដំបូងចាគាត់ជួយខ្ញុំឥឡូវខ្ញុំជួយទៅដល់ក្មេងៗចំនួន4នាក់ដែលគាត់បានជាប់ហើយខ្ញុំជឿជាក់ថាក្មេងៗ4នាក់នេះគាត់នឹងបន្តការជួយបន្តទៀតអរគុណ